បាទយើងនៅតែបន្តជាមួយនឹងឆងអ៊ីរបស់យើងបាទគឺឆាងសឺហ្វូបាទឆាងសឺហ្វូបាទស្ត្រីអណ្ដាតវែងបាទត្រង់ចំណុច21.1បាទថាចុងសឺនាងតែងតែស៊ីហ៊ាន់ចូលចិត្តឆៃបៃហៅនៅខាងក្រោយខ្នងគេហ្នឹងឯងអ៊ីលុនពីរិនបាទជជែកវែកញែកពីរឿងអ្នកដតីហ្នឹងបាទនិយាយពីរឿងគ្រួសារគេនោះគាត់ដឹងអស់ហើយបាទសឹងថាខ្លាចជាអ្នកឯកទេសហើយបាទតែជីវិតខ្លួនឯងមិនដែលខ្វល់ទេបាទស្ត្រីដាតវែងហ្នឹងបាទតែគាត់ថាខ្លួនឯងមិនហើយទៅពេទ្យឆៃសុខភាពបាទមានចំណេះជំនាញអីថ្មីត្រូវរៀនដើម្បីឲ្យជីវិតប្រសើរឯងបាទត្រូវការងារអីបាទផ្សេងឲ្យវាប្រសើរជាងហ្នឹងអត់បាទមិនដែលពិភាក្សាពីការងារមុខរបរអីទេបាទគឺប្រកែថាអ៊ីលុនពីរិនបាទជជែកវែកញែកទៅរឿងគេហ្នឹងបាទហ្នឹងហើយគឺគេហៅថាស្ត្រីអណ្ដាតវែងបាទភាគច្រើនគឺស្រីហ្មងបាទអញ្ចឹងមកនៅក្នុងនេះគេអត់ប្រើពាក្យថាបរោះអណ្ដាតវែងណាមានដែរមនុស្សប្រុសតែថាភាគរយវាតិចមែនតើហ្មងសបោទៅស្រីមិនដឹងហេតុអីបាទមនុស្សស្រីហ្នឹងពេលចាស់ទៅហ្នឹងគាត់ខ្លាចយិនដាតវែងអញ្ចឹងហ្មងបាទជិនសឺពិតជាកើឆាងសឺហ្វូបាទស្ត្រីអណ្ដាតវែងម្នាក់មែនបាទរាំងរនបាទធ្វើឲ្យគេបាទពីជឺពូជីបវាជាឆ្ងាយបាទចឹងស្ត្រីអណ្ដាតវែងហ្នឹងបាទមនុស្សគេល្អតាមទៅគេអត់យកបើអ្នកគេអត់យកខ្លួនបៀតទេបាទគេមកផឹកខ្វេគេឃើញអង្គុយនៅហាងខ្វេហ្នឹងគឺគេអត់ផឹកហ្មងគេចេញទៅបាត់ហ្មងបាទព្រោះវាអត់មានតម្លៃបាទមនុស្សប្រភេទហ្នឹងណាបាទ